everyone. Welcome back to the podcast. This is episode 3 of Person Stage. Yeah, please welcome to our special guest. His special guest Special guest. Oh, special មួយទៀត អូខេសួស្តីអ្នកនរគ្នាខ្ញុំសេងហួរជា content creator គ្រប់មុខហ្មង lifestyle football vlogging and ប្រហែលជាអ្នកនរគ្នាស្គាល់ខ្ញុំភាគច្រើនតាម crypto content and yes and here we are right now Yeah, so nice. Thanks for coming to the podcast. បាទមក First, yeah, I wanted to show our audience or something ថាពួកយើងមាន upgrade រៀងធំដែរឥឡូវមានភ្លើងមាន set up មានកន្លែងអង្គុយអីស្រួលបួរហើយឥឡូវមានកាមេរ៉ា2 angle ទៀត លុយអត់ទេអែមមែនមកដល់ឡើង wow very nice the studio ហ្នឹងក៏សម្រាប់ special guest ហ្នឹងហ្នឹងដែរអត់អ្នកចូលទេ Okay, so first of all we like begin. I have a gift for you. gift Yes, wow thank you from Japan. ជប៉ុនទៀត ទិញពីជប៉ុនមក Oh, Pokemon Pikachu. Very nice, bong. Thank you. And this build Lego, right? ហ្នឹង nano block Sad. Thank you, bong. Thank you. ចូលចិត្ត Pokemon អត់ ជួយចិត្តតែឆ្លាញ់តាពួក anime អីហ្នឹងខ្ញុំមើលទាំងអស់តែអត់ដឹងខ្ញុំលក់ toy start business ពីហ្នឹងហើយ ពីហ្នឹងមែន ពីមិនហ្នឹងឯងតែជានិយាយពី anime អញ្ចឹងហ្នឹងហើយ Yeah. Yeah, so as we know you តាំងបងស្គាល់សិង្ហូមកគឺ I know you as crypto rising star KOL. Okay. Yeah, so tell a little bit more of your background. Where did you start before crypto? តាមមុន crypto ហ្នឹងបងធ្លាប់ដឹងដែរថាសិង្ហួរបើកហាងកាហ្វេអញ្ចឹងណាជួយណែនាំខ្លួនតិចឲ្យ audience យើង Okay. So មករយៈនេះដូចបាយនិយាយអញ្ចឹងភាគច្រើនគឺគេស្គាល់ខ្ញុំទៅលើ content បែប crypto ឬក៏ខ្ញុំ post ព័ត៌មាន news អីចឹងទៅ but actually កាលពីមុនគឺខ្ញុំ start ដំបូងមកខ្ញុំ start ពួក content នៅលើ TikTok លើអីហ្នឹងយូរហើយប៉ុន្តែខ្ញុំធ្វើបែបជា unboxing អីវ៉ាន់លក់ដោយសារខ្ញុំ start business ខ្លួនឯងតាំងពី2019តាំងពីខ្ញុំនៅរៀនហើយ business ហ្នឹងឈ្មោះ T Toys ហើយដំបូងខ្ញុំ start វាគ្រាន់តែធ្វើជា online business ទេលក់ anime figurine លក់ anime merchandise អីចឹងទៅ and then we kind of grew up a lot អីចឹងហើយ save up a lot of money ទៅក៏បានបើកហាងនៅ T Toy Cafe 2004ឆ្នាំ2021ហើយកន្លែងហ្នឹងវាជា ហាងកាហ្វេផងតែយើងបែប decor តាំង anime អីចឹងទៅឲ្យលក់ហ្នឹងទៅហើយក៏ grow មានតិចឥឡូវនៅ fun mall នៅទូកកនៅអីចឹងដែរទៅហើយយ៉ាបងកាលមុនខ្ញុំធ្វើ unboxing រហូតដែរហ្នឹង unboxing អីគេ unboxing statue unboxing បង្ហាញអវ៉ាន់ figurine ហ្នឹង one piece one piece គ្រប់មុខនិយាយទៅ Naruto អីធំទាំងទូចទាំងធំទាំងអីហ្នឹងហើយកាលមុនខ្ញុំក៏មាន fan base មកផ្នែកទៀតតែទៅខាង anime community អញ្ចឹងហ្នឹងហើយ but you ទៅ kind of grow out of it Yeah, but yeah ចាប់ផ្ដើម content នឹងហើយតែមិនទៅ shift គិតថា crypto ល្អសម្រាប់ទីផ្សារនេះក៏ប៉ុន្តែមកហាងកាហ្វេ anime ឆ្ងាយពី crypto ឆ្ងាយ យ៉ាវាក៏ប៉ុន្តែខ្ញុំមិនមែនអត់ដែរមាន plan ថាចង់ខ្លាចទៅជា influencer ខាង crypto ឬក៏គិតថារងថ្ងៃមកធ្វើអាការងារទាំងអស់នេះដែរគ្រាន់តែពេលហ្នឹងគឺខ្ញុំលើ TikTok របស់ខ្ញុំហ្នឹងខ្ញុំ post content លេងទេពេលហ្នឹងខ្ញុំ trading យូរហើយខ្ញុំលេង crypto យូរហើយតែគ្រាន់តែខ្ញុំអត់ដែរ post អត់ដែរ involve អីសោះហ្មងអញ្ចឹងខ្ញុំលេងតែ sport ខ្ញុំហូតចោលឬក៏ខ្ញុំ trading តិចតួចទៅប៉ុន្តែដោយសារមហឹកហ្នឹងដូចជាខែប៉ុន្មានទេខែ12ឬខែ1ហើយមុននឹង Trump ឡើងតំណែងគាត់មិនប្រកាសmeme coin របស់គាត់ហ្នឹងហើយ Trump coin ដល់ពេលហ្នឹងខ្ញុំទៅវាហួសចិត្តពេកលក្ខណៈថាមិនដែរឃើញធានាថាប្តីឬក៏អីចឹង endorse កាក់ meme coin មកហ្នឹងចឹងហើយខ្ញុំក៏ទិញកាក់ហ្នឹង and then ខ្ញុំ post នៅលើ TikTok ទៅគឺមានបងប្អូនចាប់អារម្មណ៍ច្រើនខ្លាំងមែនតើ and then គឺគេ asking for more ហើយខ្ញុំក៏ start posting meme coin ព្រោះកាលនោះខ្ញុំលេង meme coin ច្រើន
នៅលើ Deck Screener លើ Bull X នៅលើ AA ចឹងទៅហើយខ្ញុំចេះ polling លេងណាឃើញ profit ច្រើន show profit ច្រើនអីចឹងទៅ and then ពួកគាត់មើលក្នុង comment ហ្នឹងឯងចាប់អារម្មណ៍ច្រើនដល់ពេលចឹងទៅខ្ញុំចាប់ផ្ដើម start លេងទៅណាអូខេមានអីឃើញគេចាប់អារម្មណ៍ច្រើនហើយមួយគាត់សួរនាំច្រើនមែនតើថាអាហ្នឹងអីគេលេងមិនអីមិនចឹងទៅប៉ុន្តែក៏ខ្ញុំចាប់ដើមបារម្ភបណ្ដោយណាអានេះមកខ្ញុំចេះលេងប៉ុណ្ណឹងខ្ញុំចង់លាយនឹងប្រហែលដងអីដល់ពេលចឹងទៅពួកគាត់ឃើញចឹងទីគាត់លេងតាមអីដែរចឹងក៏ចាប់ដើមបារម្ភហើយខ្ញុំ create community គឺគោលដៅចង់ណែនាំចង់ចែកម្លែកបទពិសោធន៍ចំណេះដឹងអីទេព្រោះគាត់ថាtrading មិនមែនស្រួលគឺត្រូវតែបរាជ័យតែយើងបរាជ័យច្រើនខ្លាំងមែនតើអញ្ចឹងយ៉ាងហោចណាក៏យើងបានចែកម្លែកបបផ្សោតអីគាត់តិចតួចអីគាត់ជិះណាផ្លូវណាដែលយើងធ្លាប់ជន់មានហើយគាត់ជិះហ្នឹងទៅកុំឲ្យគាត់ជន់ដែរហ្នឹងហើយអញ្ចឹងទៅក៏វាខែណាទៅមុខរហូតអីចឹងហើយក៏យូរទៅបាន sponsor ពី exchange ផ្សេងទៅយើងចាប់ផ្ដើមហត់តែធ្វើវាធ្វើទៅរហូតសង្ខាឥឡូវចង់អាហ្នឹង full time ខ្ញុំហ្នឹងឡើង business ខ្ញុំលេងសូវបានខ្វាយខ្វល់អីហ្នឹងហើយ Does it affect a lot as in like បើសិនយើងអត់ focus ខាងកាហ្វេចឹង actually yeah វាអត់ improve ទៅមុខទៀតយល់គាត់ថាវាមក stable មកដាមកអីចឹងប៉ុន្តែឥឡូវខ្ញុំក៏ព្យាយាម manage វាដែរព្យាយាម manage វាឲ្យបន្ទាប់មកទៅខ្ញុំការងារដូចបើសិនជាបងប្អូនដែលគាត់នៅក្នុង group Telegram របស់ខ្ញុំគឺគាត់នឹងឃើញហើយខ្ញុំសឹងថា active សង24ម៉ោងលើ24ម៉ោងហ្មងហើយឥឡូវកម្មលេងគេមួយយប់សក់គីឡូអស់ណាបងកាលពីមុន3 ខែមុនហ្នឹងខ្ញុំ70គីឡូជាងតាំងពីធ្វើ crypto នេះមកឥឡូវខ្ញុំសក់65គីឡូ63 62អីទៀតឥឡូវសក់ខ្លាំងមែនតើហើយមិនមែនថាដេកអត់បានខ្ញុំអត់បានទេតែអត់ដឹងមិនវាស្រកទៅហ្មងយើងស្រឡាញ់ខាងវិស័យហ្នឹងហើយយើងដឹងថាវិស័យហ្នឹងគឺឲ្យតែម៉ោងអាស៊ីខ្មែរយើងពេលថ្ងៃអីហ្នឹងអត់មាន action អត់មានអីសោះអត់សោះច្រើនម៉ោង10 2 10យប់ម៉ោង3យប់ម៉ោង9យប់ដោយសារផ្សារហ្នឹងលុយធំគឺនៅខាងប្រែកគេខាងអឺរ៉ុបខាងអាមេរិកអីចឹងទៅហើយដឹងស្រាប់ឯ time zone យើងខុសគ្នាឡើង2 10ម៉ោងអញ្ចឹងពេលណាដែលយើងគេងគឺគេកំពុង active ខ្លាំងមែនតើចាំមិនថា sleep schedule ខ្ញុំឥឡូវដូចអ្នកនៅអាមេរិកចឹងព្រលឹមឡើងម៉ោង8ម៉ោង9ម៉ោង10ម៉ោង11ទេទៅចាំតែ call ចាំតែលើកដល់អត់ទេម៉ោង1ម៉ោង2អីហ៎ញ៉ាំបង What was the first coin you ever bought first coin ហើយកាក់មួយណាដែលសិង្ហួរហៅបានច្រើនជាងគេ Okay your first coin ever bought first coinដូចជា I think maybe Dogecoin តែតាមណាពេលហ្នឹងដំបូងគេហ្មងពេលហ្នឹង start using Binance ប្រើ Binance ដំបូងគេហ្នឹងហើយប៉ុន្តែអត់ចាំឯ first coin បង but probably Dogecoin ឬក៏ XRP ហ្នឹងហើយដោយសារ XRP ពេលហ្នឹងមើលតែអត់ដល់$1ពេលហ្នឹងហើយទិញហើយក៏ចូលហូរវាដល់ឥឡូវដែរតាឃើញស្រឡាញ់ meme coin ច្រើន first coin ឥឡូវ Dogecoin ដែរហ្នឹងហើយបន្ទាប់មក coin ដែលខ្ញុំ made លុយបានច្រើនជាងគេខ្ញុំមុននិយាយតួលេខដែលខ្ញុំរកបានខ្ញុំអត់ recommend សោះហ្មងអត់ recommend ឲ្យលេងសោះហ្មងអាហ្នឹងគឺ figure 5 figure 3 figure ហ្នឹងវិញ 5 figure from that one coin but it's actually like meme coin ហ្នឹងហើយ a pump and dump scheme គាត់ថាពេលហ្នឹងកាក់របស់ crypto influencer ដែរគាត់ឈ្មោះ Jalos បើមិនជាអ្នកដែលគាត់តាមដាន meme coin លេងច្រើនស្គាល់ប៉ែហ្នឹងហើយប៉ែហ្នឹងជនជាតិអាល្លឺម៉ង់ Jalos World គាត់និយាយទៅលក្ខណៈដូចថាអា meme coin ហ្នឹងមានអ្នកឈ្នះគឺត្រូវតែមានអ្នកចាញ់ហើយហ្នឹងហើយណាគេចូលបានមុនអ្នកហ្នឹងយកឈ្នះណាគេនៅក្រោយគេហៅថា exit liquidity ដូចអ្នកគេចាញ់បោកលុយចឹងចឹងពេលហ្នឹងមកហឹកហ្នឹងគឺខ្ញុំលេងអា meme coin ហ្នឹងចូលហើយខ្ញុំនៅក្នុង group Telegram មកគាត់អីចឹងដូចថាវាមិនមែន insider ហ្មងទេយើងគេគ្រាន់តែយើងអាច at least ចំណេញមុនហ្នឹងហើយណានិយាយទៅ meme coin ហ្នឹងណាគេទិញមុនអ្នកហ្នឹងចំណេញមុនហើយក៏យើងបានត្រឹមចំណៃទី2ទី3អីដែរទៅពេលហ្នឹងយើង risk ឃើញ Jalos ហ្នឹងគឺអីយើងនិយាយឈ្មោះគេចឹងអត់អីទេមានអីឃើញណាគេដឹងឃើញ meme coin របស់គាត់ហ្នឹងលក្ខណៈគាត់
គាត់ល្បីខ្លាំងណាស់នៅលើ TikTok នៅលើអីដល់ពេលចឹងទៅយើងគាត់ថា និយាយទៅគាត់ influencer TikTok មែន influencer crypto TikTok គាត់ជិះអាល្លឺម៉ង់ប៉ុន្តែ content របស់គាត់ international ចឹងណាបើ search មើលអ្នក viewer search គឺដឹងតែស្គាល់គាត់ហើយដឹងតែឃើញគាត់ល្បីហើយចឹងទៅគាត់ថាគាត់ ធ្វើអាហ្នឹងច្រើនដងដែរហើយឃើញចេះឃើញគាត់លើកមុនហ្នឹងយើងតាមដានឃើញអូខេពេលដែលគាត់បង្កើតទៅកាក់ហ្នឹងវា hype មែនគេទិញច្រើនមែនដល់ពេលចឹងទៅចាំ snipe កាក់ហ្នឹងយកមក snipe កាក់ហ្នឹងបានដាក់ចូលទៅ5-600 30 នាទីលក់ចេញវិញ 5 figure ពេលហ្នឹងលើ Solana លើអី នៅលើខ្ញុំ trade នៅលើ Bull X ហ្នឹងឯង Solana Solana Telegram bot ហ្នឹងហ្នឹងឯងខ្ញុំប្រើតាម Telegram អាហ្នឹងវា snipe កាក់លឿនបើអ្នកខ្លះគេប្រើលើ Phantom Wallet ឬក៏ Tax Screener ចឹងទៅប៉ុន្តែវារៀង slow បើយើងចង់ snipe កាក់លឿន snipe អត់តទេតែអាហ្នឹងដូចខ្ញុំនិយាយចឹងអត់ recommend សោះហ្មងគឺលក្ខណៈដែរ pump and dump ហ្មងចឹងយើងបញ្យល់បងប្អូន audio យើងតិចថា shitcoin មិនមែនអ្វីដែលគួរតែលេងទេ យ៉ាបងត្រូវហើយ more like it's if you it's a way to make money also in the space ប៉ុន្តែវាមិនងាយទេដូចជាកាក់100 1លើ100ចុះយើងសំណាមគាត់យើងរកលុយបាន ក៏ប៉ុតshit coin ហ្នឹងបងមិនមែន1លើ100ទេ10000លើ1 10000លើ1 10000លើ1គឺវាថាវា risky ខ្លាំងមែនតើហ្មងព្រោះអីកាក់ទាំងអស់ហ្នឹងគឺគេបង្កើតដោយ free ដោយសេរីទេក៏ប៉ុតកាក់ shit coin ទាំងអស់ហ្នឹងស្រួលបង្កើតខ្លាំងមែនតើសំបីតែខ្ញុំសំបីតែបាយសំបីតែអ្នកមើលចូលបង្កើតឥឡូវក៏បានដែរអត់មានត្រូវការអីគាត់តែចុចប៉ុចអត់អស់លុយទៀតអស់ឈ្មោះអីបាទហ្នឹងឯងចង់ token ឈ្មោះអីចឹង ចង់ token ឈ្មោះអីក៏បានអីគេក៏បានដែរតែសារហ្នឹងគឺគេបង្កើតចេញពី Pump Fund យើងចូលមើល Pump Fund ទៅវាចេញមកហើយអញ្ចឹងមូលហេតុដែលថាវាដូចរៀងពិបាកជាងរៀងចូលក្នុងបាត់សមុទ្រទៀតដោយសារបែកពេលចូលទៅមើលក្នុង Pump Fund ហ្នឹងក្នុងមួយនាទីរាប់សែន token ត្រូវបានគេបង្កើតឡើងហ្នឹងហើយអញ្ចឹងគាត់ថាយើងយកលុយរបស់យើងទៅចាក់លើអាហ្នឹងដូចយ៉ាប់ជាងរៀងចូលលើបាត់សមុទ្រក្នុងបាត់សមុទ្រទៀតលុះត្រាតែយើងស្គាល់ពីអាហ្នឹងច្បាស់យើងតាមដាន trend បរទេសតន់អីចឹងទៅដូចពេលខ្លះ Elon Musk ឆ្លោះគ្នាមួយ Trump គេមានកាក់ Trump versus Musk អីចឹងទៅយើងទិញហើយយើងលក់ភ្លាមហូលក៏អត់កើតទៀតហ្នឹងហើយកាក់ហ្នឹងមិនស្រួលចេញប្រហែល100 200អញ្ចឹងសំណាងផុតទិញមកត្រូវចំហើយយើង profit ហ្នឹងហើយសំបីតកាក់ធំដែលគេ scandal ក្នុងវិស័យ crypto មែនតើសំបីតកាក់របស់ប្រធានាធិបតីអាសង្ហទៀតក៏ rug pull ហើយម្នាក់ Pump Fund ដែរម្នាក់ស្អីហ្នឹងក៏ rug pull និយាយទៅ cannot trust anyone in this crypto space គឺអត់អាចជឿណាគេបានសោះ so not financial advice do your own research អាហ្នឹងសំខាន់ណាស់ឃើញសិង្ហួរមាន knowledge ខាងហ្នឹងរៀងច្រើនដែរខាង web3 តែភាគច្រើន audience របស់សិង្ហួរគឺគាត់ស្គាល់សិង្ហួរគឺតាម crypto បាទគាត់លេងខាងវិស័យ crypto spot និង future ចុះ have you ever explore more into the web3 side ដូចជា NFT digital asset ហើយ blockchain platforms លើ Solana ឬចូល DeFi អីអត់ហ្នឹងហ្មងខ្ញុំអត់សូវ focus ទៅលើហ្នឹងបើ NFT តាំងពីចេញមកខ្ញុំអត់ប៉ះសោះហ្មងមិនចឹងលក្ខណៈដែលយើងអត់ចាប់អារម្មណ៍អត់ជឿលើវាតែ NFT គាត់ថាស៊ីសងឡើងហ្នឹងស៊ីសងលើយើងឲ្យតម្លៃវាដែរអញ្ចឹងបើខ្ញុំមានអារម្មណ៍ថា NFT ហ្នឹងលក្ខណៈដូចអត់និយាយថាអត់ចំណូលមួយវាហ្មងដល់ពេលអញ្ចឹងទៅខ្ញុំ focus តែ trading តែខាង spot តែខាង future អីទេបានឆ្នាំហើយឥឡូវប្រហែលជា5 years how old are you now ទៅជាង actually ខ្ញុំក្មេងខ្ញុំអត់ដែលកັບទៅអត់ដែលណាគេសួរនោះរឿងអាយុខ្ញុំចឹងដែរហើយក៏អ្នកច្រើនគេស្មានតែខ្ញុំ20ក្រាស់ហើយតែកັບទៅខ្ញុំក្មេងដែរតែខ្ញុំតែ23 24ដែរហ្នឹង24 business 2ហើយឥឡូវ crypto influencer ទៀតលុយសតមានណាបងអើយធ្វើមិនទៅយើងខំប្រឹងបងសប្បាយចិត្តឃើញ at least like there's a market នៅស្រុកខ្មែរយើងលក្ខណៈទាំង crypto influencer ទាំង crypto KOL នៅស្រុកខ្មែរយើងមិនមានច្រើនទេខ្ទង់10នាក់តែបើសិន crypto ហ្មងរៀងស្រួលប៉ុន្មាននាក់
crypto គេដែរបង influencer crypto crypto exchange គាត់ធ្វើការមួយ exchange អីហ្នឹងប្រហែលភាគតិចបំផុតនៅលើនេះហ្នឹង so having you or at least like មាន audience យើងអីគាត់ស្គាល់ដូចជាបង RTA បងខ្មែរ HVT អីហ្នឹងគឺយ៉ាមានមិនងាយទេដែល very niche និយាយថា very niche ចុះនៅស្រុកខ្មែរ yeah hope ថាវា grow more ហ្នឹងហើយ so yeah go to this like do you think Cambodian នៅទីផ្សារស្រុកខ្មែរយើងវិស័យខាងហ្នឹងវា involve អត់ ខ្ញុំគិតថា ទីផ្សារ crypto នៅស្រុកខ្មែរយើងឥឡូវនេះគឺវាមិនធម្មតា grow គឺវា boom ខ្លាំងមែនតើអាចថាតាំងពីឆ្នាំក៏ឡើងកាន់ណៃមក crypto នៅស្រុកខ្មែរយើងគឺទទួលឥទ្ធិពលបានច្រើនដោយសារពី Trump ដោយសារ Trump គឺគាត់ឡើងមកគាត់ promote crypto យក promote យកបណ្ដោយហើយនៅខ្មែរយើងគឺច្រើនគឺគាត់ចាស់គឺអត់សូវខ្វាយខ្វល់ពីខាង technology ខាងអីហ្នឹងទេប៉ុន្តែឡើង Trump និយាយអីហ្នឹងអញ្ចឹងគឺគាត់ត្រូវតែ pay attention លើវាអីហ្នឹងដល់ពេលអញ្ចឹងទៅគឺមានបងប្អូនយើងចាស់ច្រើនជាងក្មេងទៀតណាដែលចាប់អារម្មណ៍ទៅលើ crypto ហ្នឹងប៉ុន្តែអានេះក៏វាអាចទៅជាបញ្ហាខ្លះដែរដោយសារលក្ខណៈថាវា grow លឿនពេកដល់ពេលចំណេះដឹងខាង crypto គឺវានៅផ្សោយនៅស្ទើរអញ្ចឹងទៅគឺជួបប្រទះច្រើនខ្លាំងមែនតើទៅលើការបោកប្រាស់ scam ហ្នឹងរឿងបោកប្រាស់ scam ហ្នឹងគឺវាមានយូរហើយប៉ុន្តែឥឡូវនេះគឺវាកាន់តែច្រើនអញ្ចឹងដោយសារអ្នកថ្មីគឺគាត់ចូលមកច្រើនអញ្ចឹងអានេះក៏ជាគោលដៅគោលបំណងរបស់ខ្ញុំមួយដែរនៅក្នុង community របស់ខ្ញុំតែងតែដាស់តឿនរំលឹកទៅដល់អ្នកថ្មីដូចគ្នាដែរនិយាយទៅអ្នកនរគ្នាត្រូវចាំថាបើសិនជាមានគេតាក់តងឲ្យមកវិនិយោគ promise យើងនេះនោះលក្ខណៈដាក់10រៀលបានមកវិញមិនធ្វើអី$100 $1000 បើគាត់ថា is it too good to be true it probably is 99.99 100% គឺ scam ហើយខ្ញុំមិននិយាយនឹងចេះតែនិយាយទេគឺខ្ញុំមានបងប្អូនច្រើនខ្លាំងមកមែនតើហ្មងគឺអា style ហ្នឹងគឺអ្នកខ្លះចាញ់បោកអស់100អ្នកខ្លះ1000អ្នកខ្លះ10000ក៏មានដែរឥឡូវយើងសុំចែកម្លែកអាហ្នឹងហ្មងណាព្រោះវាសំខាន់style វិធីបោកមានច្រើនប៉ុន្តែមានមួយដែលរៀងគួរឲ្យចាប់អារម្មណ៍ជាងគេ add យើងសុកគេ add យើងចូលក្រុម Telegram មួយហើយនៅក្នុងហ្នឹងគឺមាន member active ឆាតចោះឆាតឡើងថ្ងៃនេះទិញកាក់អីអូថ្ងៃនេះខ្ញុំចំណេញបានប្រហែលសរសើរក្រុមហ៊ុននឹងចេះចោះល្អណាបងដាក់បានលុយលឿនដកលុយលឿនការប៉ັດទៅអាហ្នឹងគឺគេ fake ទាំងអស់ក្នុង group member ហ្នឹងគឺពេលខ្លះមាន1000នាក់មាន10000នាក់គេចាក់ bot member ហើយអ្នកឆាត10-20នាក់ហ្នឹងគឺសិតតែគេក្រុមការងារពួក hacker ហ្នឹងមិនដឹងថាហ្នឹងខ្មែរឬអត់ដឹងដែរ not sure ថាអ្នកដែលធ្វើហ្នឹងគឺខ្មែរឬក៏បរទេសទេប៉ុន្តែវាប្រើខ្មែរយើងខ្ញុំគិតថាបរទេសច្រើនជាង Google Translate មើលផ្សេងខ្មែរយើងមកអត់សូវតំណងហ្នឹងហើយគឺគាត់ធ្វើឲ្យយើងជឿអញ្ចឹងហ្មងគាត់បង្ហាញនៅក្នុង group Telegram ហ្នឹងហ្មងថានេះបានផលមែន10-20អ្នកឆាតទៅវិញទៅមកយើងមើលរហូតគឺសង្ឃថាអ្នកដែលដំបូងគឺពេលខ្លះគឺចាញ់បោកគាត់ច្រើនអញ្ចឹងមែនហើយយើងដាក់លុយទៅមានវិធីវាបោកពីរតែរឿងដាក់លុយហ្នឹងពេលខ្លះយើងដាក់តិចវាដកឲ្យយើងទៀតវាចាយលុយវាហ៊ានចាយលុយដំបូងឲ្យយើងទៀតយើងជា signal group ឬជាការ investment វាការ investment គាត់ថាអូខេយល់តមកវាមានន័យថាវាបង្កើតកង់យើងមួយកង់ហ្នឹងដូចកង់ exchange អញ្ចឹងប៉ុន្តែគឺវា fake ទាំងអស់ប៉ុន្តែវាមានតួលេខ data ត្រឹមត្រូវឃើញ wallet យើងមានលុយមានអីអញ្ចឹងហើយវាឲ្យ password មកឲ្យអីយើងទៀតប៉ុន្តែយើងបានតែនឹងទៅអីបើលុយនៅវាដដែលនឹងវាអត់ដល់ឲ្យក៏ធ្វើអត់ចេញដែរអញ្ចឹងតែពេលដំបូងយើងដាក់លុយទៅពេលខ្លះយើងឈ្នះមែនណាវាដកឲ្យយើង$20 $50 $100វាដកឲ្យយើងបើពេលខ្លះទៀតវាថាមិនធ្វើអីទេចាំវាអ្នកវិនិយោគឲ្យក៏បានដែរដាក់ទៅ$50ស្អែកកាន់ស្អែកថាអូនេះឥឡូវបាន200ហើយត្រូវការដកវាដកឲ្យតាក់មួយ ពេលដាក់លុយខ្ទង់ពាន់ទៅដឹងគ្នាហើយអស់លេងហ្មងវាថាត្រូវប្រសេះបងពុនតាមច្បាប់តាម rule វាមានហេតុផលវាច្រើនណាវាឲ្យយើងដាក់បន្ថែមទៀតដាក់ទៀតនិយាយទៅកាន់តែដាក់កាន់តែជាប់កាន់តែដាក់កាន់តែជាប់វាថាកាន់តែដាក់លុយបានចំណេញកាន់តែច្រើនតែវាទៀមទានោះទៀមទានេះទៀមទានោះរហូតអញ្ចឹងអាហ្នឹងជា style បោកដ៏គ្រោះថ្នាក់មួយ active ខ្លាំងមែនតើមានធ្លាប់ចាញ់បោកគេ
ខ្ញុំ ski scam ខ្ញុំអត់ មានតែ member គេបោក មានតែ member មានតែ member ក៏ធ្លាប់ជួបច្រើនហ្នឹងហើយគឺគេ inbox មករហូតហើយមួយទៀតវិធីមួយទៀតគឺមិនតែ community ខ្ញុំទេគឺ community អ្នកដទៃផ្សេងទៀតក៏មានដែរគឺគេ fake បន្លំ profile ខ្ញុំឬក៏ group ខ្ញុំឬក៏អ្នកដែល influencer ហ្នឹងឆាតតាក់តងទៅហៅវិញយកអីចឹងទៅនិយាយទៅគឺសិតតែ scam អញ្ចឹងត្រូវតែចាំនៅក្នុងវិស័យ crypto ណាគេ inbox មកយើងមុនតាក់និយាយតាក់តងនឹងលុយកាក់ឲ្យយើងវិញយកនេះវិញយកនោះ ignore គាត់ចោលទៅវាច្រើន scam True ការពារខ្លួនឯង So what's the reason why you created your community ដំបូងឃើញចាប់ដើមពី news បាទ community ហ្នឹងចាប់ដើមពី news ទៅហ៎ ចាប់ដើមពី loose មិនបង news ចាំតែព័ត៌មាន news yeah community ខ្ញុំបង្កើតឡើងមកដូចខ្ញុំ mention ពីដំបូងអញ្ចឹងដោយសារខ្ញុំចង់ចែកម្លែកបទពិសោធន៍របស់ខ្ញុំទៅកាន់ប្រជាជនខ្មែរយើងណាដោយសារខ្ញុំដឹងថាវិស័យនេះគឺវាថ្មីសម្រាប់នៅខ្មែរយើងតទៅពេលអញ្ចឹងទៅគឺខ្ញុំបង្កើត community ចង់អត់តន់មានជាក៏អត់តន់ជាគ្រប់ព័ត៌មាននៅពេលហ្នឹងធម្មតាគ្រប់ឆាតធម្មតាទេហើយបោះជាបទពិសោធន៍ខ្ញុំនេះនោះអញ្ចឹងទៅតទៅពេលយូរទៅវា grow ធំទៅខ្ញុំ start នៅក្នុង Telegram ហ្នឹងមាន start channel news របស់ខ្ញុំមួយទៀតគឺខ្ញុំបោះព័ត៌មានលឿនខ្លាំងមែនតើសឹងថាគ្រប់ព័ត៌មានឲ្យតែតាក់ទងពី crypto ឬក៏ជុំវិញពិភពលោកទៅក្តៅហុយហ្មងហ្នឹងហើយបោះចូលចែកឲ្យគាត់ free ទាំងអស់ហើយឥឡូវនេះគឺខ្ញុំ launch group lesson ទៀតgroup lesson ហ្នឹងគឺចែកម្លែកមេរៀនfoundation មូលដ្ឋានគ្រឹះតាក់ទងពី crypto ហ្នឹងហ្មងហើយជាមួយនឹង tips ជាមួយ advice ហើយយ៉ាបងមានច្រើន group ឥឡូវហើយទាំងអស់ហ្នឹង all for free yeah all for free បាទ did you expect ថាវានឹង boom ដល់ថ្នាក់ហ្នឹង no expect ពេលហ្នឹងបាន view បានអីចឹង ពេល post ហ្នឹងអត់មាន expectation សោះបណ្ដោយពេលដែល post video crypto នៅលើ TikTok របស់ខ្ញុំហ្នឹង just like ពេលហ្នឹងគាត់ថា post for fun ជា post លេងហើយ and then I think វីដេអូដំបូងខ្ញុំ post ពី crypto ហ្នឹងគឺសិតតែ 100k view ទាំងអស់ 200k view 300k view ចាំអារម្មណ៍ដែរថាយើង hint crypto content ចឹងហើយមើលទៅមាន audience ដែរចាំមកចាប់ដើមមែនហ្នឹងហើយក៏ពេលយើងឃើញបាន view ច្រើនចឹងទៅហើយគេមានសួរ comment ច្រើនទេយើងចេះតែបន្តធ្វើវីដេអូឆ្លើយចេញពី comment ឆ្លើយពីបទពិសោធន៍យើងចឹងណាយ៉ាហើយក្នុង community Telegram ហ្នឹងឥឡូវវាចូលអ្នក subscribe នៅក្នុង news ដូចជា72000ហើយអ្នកគ្រប់ឆាត 8000 ជាងអ្នកហើយវាតួលេខនេះលក្ខណៈថាវាច្រើនហើយយើងអត់ដែរ expect ថាវាបានច្រើនដល់ថ្នាក់ហ្នឹងទេខ្ញុំលក្ខណៈថាពេលធ្វើនេះគឺអត់មាន expectation សោះ zero expectation just do it for fun do what I like what I love what I enjoy អញ្ចឹងទៅលើឡើង exchange ផ្សេងៗគេតាក់តងមកធ្វើការមួយឥឡូវយកបងឥឡូវ expect ទេឲ្យសឹកប៊ូមយកហ្មងហ្នឹងហើយបងគាត់ថាពេលហ្នឹងគឺ dive to history រឿង exchange ហ្នឹងតិចអត់ឬក៏ចង់ដែរក៏បានយ៉ាបើសិនជាយ៉ានិយាយមកហ្នឹងហើយពេលហ្នឹងគឺខ្ញុំមាន Binance គឺគាត់តាក់តងមកខ្ញុំធ្វើការមួយ Binance ទៅប៉ុន្តែឥឡូវគឺខ្ញុំ work with ច្រើន exchange ច្រើនខ្លាំងមែនតើ for Binance Bybit Bitget ជាមួយនឹង OKX ហ្នឹងហើយដល់ពេលចឹងទៅវាយើងសម្ពាធច្រើនដែរការងារច្រើនដែរដល់ពេលចឹងឃើញ live 5ម៉ោងហ៎ live កាប់ live ហ្នឹងគឺគេអត់មានកំណត់ duration ឲ្យយើងទេយើង live ចោលសប្បាយទៅប៉ុន្តែគាត់ថាពេលយើង live ទៅវា audience យើងគាត់មើលគាត់ comment លេងសប្បាយចឹងទៅគាត់ចេះតែ share engage ជាមួយពួកគាត់និយាយទៅគឺខ្ញុំ engage មួយក្រុមហ្នឹងរហូតអ្នកដែរនៅក្នុងក្រុមហ្នឹងវាច្រើនគាត់ដូចស្គាល់ខ្ញុំចឹងលក្ខណៈដូចពូម៉ាក់គ្នាអីចឹងហ្មងហ្នឹងហើយទៅពេលចឹងទៅវា live stream វាសប្បាយតទៅ5ម៉ោង6ម៉ោងដល់កមក live stream ហើយខ្ញុំទៅសើគាត់ចេះមើលអង្គុយមើលហ្នឹងហើយខ្ញុំ live ម៉ោង8កន្លះដល់ម៉ោង9ពេលខ្លះដល់ម៉ោង2ម៉ោង3ណាមើលនៅសួរ comment មក comment តិចមើល comment មែនអីចឹងមើលហើយយ៉ាអញ្ចឹងទៅគាត់ថាគាត់ឈៀលអីចឹងដែរទៅហ្នឹងហើយបងនិយាយOkay, so this is also one of
inspiration ថាបើសិនសិង្ហួរជោគជ័យ អ្នកផ្សេងក៏អាចជោគជ័យបានដែរនៅក្នុងវិស័យហ្នឹងដូចជា okay what advice would you give to someone who wants to start like បង្កើត content ពីវិស័យខាងហ្នឹងដែរ អូខេសម្រាប់ខ្ញុំគិតថាមិនចាំបាច់បដោតទៅលើវិស័យ crypto ឬក៏វិស័យអីផ្សេងទេសម្រាប់ដែលគាត់អ្នកមានកំណត់ថាចង់ធ្វើ content ធ្វើអីចឹងគឺយើង post ទៅយើងមិនខ្វល់ទេយើង start ទៅquality មិនអីមិនក៏អត់អីដែរពេលខ្លះ quality យើងប្រឹងពេកគឺវាចេញមកវាដូច force វាអត់ natural គឺអត់មាន view គេអត់ចូលចិត្តមើលវិញទេអញ្ចឹងយើងធ្វើអ្វីដែលជាខ្លួនឯងយើងស្រឡាញ់អីយើងចូលចិត្តអីយើង post ហ្នឹងទៅយើងមិនខ្វល់ទេហើយ view មានអត់ទៅព្រោះយើងមិនខ្វល់ទៅអីព្រោះយើង post នេះយើងគ្រាន់តែបង្ហាញចំណាប់អារម្មណ៍យើងបង្ហាញពីជីវិតរបស់យើងទៅលើ social media ណាគេមើលហើយទៅហើយអ្នកនរគ្នាត្រូវចាំថាពេលដែលយើង post ហ្នឹង it's not for our friend អីទេគឺសម្រាប់មនុស្សទូទៅធម្មតាអញ្ចឹងបើសិនជាពេលខ្លះគឺគាត់អៀនខ្មាស់ជាពិសេសពេលដែលពូម៉ាក់គាត់ឃើញហ្នឹងហើយក៏ពូម៉ាក់គាត់បាញ់ផ្អាប់ឌឺអាហ្នឹងជាសម្រាប់ខាង perspective ខាងពូម៉ាក់គឺគេនិយាយលេងនិយាយអីទេប៉ុន្តែគាត់ថាពេលខ្លះគាត់អត់ដល់អាការនិយាយលេងហ្នឹងវាប៉ះពាល់ដល់អារម្មណ៍យើងដែរអញ្ចឹងអ្នកនរគ្នាត្រូវធ្វើចិត្តខ្លួនឯងទៅត្រូវគិតថា perspective របស់គាត់គឺគាត់ tears យើងលេងអីលេងទៅអញ្ចឹងយើងមិនប្រកាន់គាត់ទេតែបើសម្រាប់ខាងពូម៉ាក់បើយើងស្ដាប់លឺនេះហើយបើយើងឃើញ friend យើងធ្វើអីមួយហើយវាប្លែកអីយើងក៏បាញ់ឌឺគាត់ទៅក៏ប៉ិតព្រោះវាអាច affect ទៅដល់គាត់ដែរអញ្ចឹងយើង support គាត់ទៅបើយើងមិន support យើងកុំនិយាយទៅអញ្ចឹងសម្រាប់អ្នកដែលគាត់អៀនខ្វះមិនស្រួលពេលខ្លះ block ពូម៉ាក់ចោលក៏បានព្រោះពេលដែលអ្នកដតីគាត់មើលយើងគឺគាត់អត់ដែរស្គាល់យើងទេអញ្ចឹងគឺគាត់អត់គិតថាអានេះ cringe ឬក៏ awkward អីទេហើយពេលដែលយើងចាប់ដើម start ធ្វើ content ណាបើយើងដឹងថា opportunity គឺវាច្រើនខ្លាំងមែនតើlife is full of surprise ដូចខ្ញុំផ្ទាល់ពី3ឆ្នាំមុនឲ្យខ្ញុំសម័យគិតថាឥឡូវនេះខ្ញុំកំពុងដើរធ្វើវិស័យ crypto influencer ខាងឲ្យ exchange អីអត់គិតចេញហ្មងនិយាយទៅអត់ហ្មងគ្រាន់តែ start ដំបូងយើងធ្វើអ្វីដែលយើងស្រឡាញ់យើងធ្វើអ្វីដែលយើងចូលចិត្តយើង post រហូតយើងអត់ក៏ដែរខ្វាយខ្វល់ពី view ខ្វាយខ្វល់ពីអី but look right now គាត់ថាខ្ញុំមិនជោគជ័យអីខ្លាំងអត់មានជោគជ័យអីទេគាត់ថាយើងមានbudget ពីគេ sponsor អីខ្លះអីចឹងទៅវាល្អម្យ៉ាងដែរអញ្ចឹងគាត់ថាអញ្ចឹងមិនថា start ទៅកុំខ្វល់ you let life is full of surprise ខ្ញុំនិយាយអញ្ចឹងគឺយើងធ្វើទៅយើងគឺដឹងតែមាន opportunity ថ្មីឲ្យយើងច្រើនខ្លាំងមែនតើយ៉ាហើយយើងមិនខ្វល់ទេ fail ឬក៏មិនអីមិនចង់គិតតាមហ្នឹងទៀតឃើញសិង្ហួរស្រឡាញ់ខាង community ច្រើនជាងwhat you get back as in like អូស្រឡាញ់ community ចង់ឲ្យ community ចេះដឹងខាងហ្នឹងចង់ឲ្យ community រលុយបានជាងលុយ what was some of them ថាចេះសិង្ហួរស្រឡាញ់ community ជាងអ្វីផ្សេង you think of your community first បាទចង់ឲ្យគាត់រលុយបានចង់ចែកម្លែកចំណេះដឹងឲ្យគាត់រៀងច្រើនជាងផ្សេងទៀត yeah from my experience talking to you getting to know you more យ៉ាងហ្នឹងខ្ញុំ I think អានេះបើយើងនិយាយទៅខ្លាចខាងគេផ្សេងគេ offended អីចឹង but yeah for me គឺខ្ញុំ community first គឺខ្ញុំអត់ចង់បានcharge គាត់ extra subscription ទៅលើ lesson ឬក៏ group signal ឬក៏ group ព័ត៌មាននេះទេកាប់ពិតឥឡូវខ្ញុំមានទាំងអស់ហ្នឹងហើយគាត់ថាខ្ញុំអត់ charge អីពួកគាត់ទេ free of charge គ្រាន់តែនិយាយទៅគឺថាចង់ឲ្យពួកគាត់ win ចង់ឲ្យពួកគាត់ឈ្នះហ្នឹងហើយព្រោះលុយពួកនេះគឺ let's say ថាវាលុយអន្តរជាតិ so the more we get from them the more inflow to our country គឺវាល្អសម្រាប់ប្រជាជនខ្មែរយើងទេអញ្ចឹងមកខ្ញុំព្យាយាមចាញ់ម្លែកបបពិសោធន៍ experience អីចឹងទៅហើយណាមួយគឺលក្ខណៈថាយើងមិនសូវចង់បានលុយខ្មែរគ្នាយើងអីដែរចឹងទេគ្រាន់តែថាឲ្យពួកគាត់ support ខ្ញុំវិញតាមគាត់ពេលខ្លះគាត់ចោះឈ្មោះប្រើ referral របស់ខ្ញុំទៅពេលគាត់ trade ទៅមាន volume ហើយ to be honest ហ្មងខ្ញុំបាន commission ពីការ trade របស់គាត់តែប៉ុន្តែគាត់ថាវា very low ហ្នឹងហើយ but គ្រាន់តែថាយើងយក salary ពីពួក exchange ទាំងអស់បរទេសទាំងអស់ហ្នឹងយើងយកមកវិញ
យើងយកអាហ្នឹងមកប្រើប្រាស់ជា resource របស់យើងទៅ support community របស់យើងវិញអញ្ចឹងណាអញ្ចឹង I think right now I'm earning enough from the exchange ឯង so ខ្ញុំអត់ត្រូវការលុយពីបងប្អូនគ្នាយើងទៀតទេអញ្ចឹងមិនខ្ញុំស្អីក៏ខ្ញុំ free ដែរ Do you think you will be doing this for the next, let's say 5 years? No មួយ exchange ធ្វើការមួយ exchange រហូត you want to shift back to យកអាលុយពីខាងវិស័យហ្នឹងទៅទិញដីទិញអីវិញ5ឆ្នាំទៅមុខទៀតខ្ញុំគិតចឹង in the next 5 years to be honest គឺថា we don't know what will happen មិនថា next 5 year សូម្បីតែឆ្នាំក្រោយហ្នឹងក៏មិនដែរគឺខ្ញុំអត់ដឹងថាមិនដែរគាត់ថាអ្វីដែលខ្ញុំធ្វើឥឡូវនេះគឺខ្ញុំពី income ពីវាគឺខ្ញុំយកទៅ business ខ្ញុំ support business ខ្ញុំពង្រីក business បន្ថែមចឹងដែរហ្នឹងហើយទៅមុខទៀត no one know អត់ដឹងទេព្រោះណាមួយមនុស្សខ្ញុំគឺលក្ខណៈថាហ៊ានណាស់អញ្ចឹងលក្ខណៈជួយចិត្ត freedom ពេលណាដែលមានសម្ពាធគឺខ្ញុំដើរចេញពេលណាខ្ញុំអត់ពេញចិត្តអីគឺខ្ញុំជប់ធ្វើហ្នឹងហើយអញ្ចឹងឧទាហរណ៍ថ្ងៃឃើញខ្ញុំ grow ធ្វើ crypto នេះថ្ងៃណាមួយខ្ញុំចាប់ដើមមានអារម្មណ៍ថាអត់ចង់ធ្វើទៀតខ្ញុំបោះចោលហ្មងខ្ញុំនិយាយមកខ្ញុំទៅធ្វើអីផ្សេងហ្មងនិយាយទៅ life is full of surprise ជួយចិត្ត adventure អញ្ចឹងហ្មងហ្នឹងហើយដូចរងថ្ងៃដូចអ្នកដែលស្គាល់ខ្ញុំពីគ្រឿង business ធ្វើពូម៉ាខ្ញុំឆ្កឹងចុះឲ្យវាសុកវាលក់កាហ្វេដាច់វា unboxing blind box វាលក់ដាច់ហៅលើបានចុះវាឈប់ធ្វើដោយសារខ្ញុំអត់ happy ជាមួយអាហ្នឹងទៀតដោយសារខ្ញុំមាន problem ជាមួយនឹង company មាន internal problem រកលុយបានច្រើនមែនតែខ្ញុំអត់សប្បាយចិត្តខ្ញុំដើរចេញខ្ញុំបោះចោលខ្ញុំអត់ខល If you have one thing to say to your audience what would it be one thing wow only one can be two one if one បើសិនជាបាននិយាយបានតែមួយពាក្យកុំស្ដាប់អ្នកដទៃ wow yeah បើសិនជាខ្ញុំស្ដាប់អ្នកដទៃខ្ញុំមិនដឹងខ្ញុំធ្វើអីដែរឥឡូវស្រួលអត់ចេះថាឲ្យតែយើងច្បាស់ថា vision in our mind មានគោលដៅហើយអ្នកដទៃគឺមិនមែនជាយើងគឺគេអត់ដឹងថាជីវិតយើងបែបម៉េចនិយាយទៅគេមិនមែននៅក្នុងស្បែកអីគេនិយាយទៅគេមិនមែននៅក្នុងស្បែកជើងហើយគេថាវិញវាពាក្យអង់គ្លេសគេdon't judge someone និយាយទៅលក្ខណៈនេះថាមិនអង់គ្លេសក៏បានដែរថាជីវិតមនុស្សវាផ្សេងគ្នាអញ្ចឹងមជ្ឈដ្ឋានជុំវិញប៉ះពាល់មកយើងផ្សេងគ្នាអញ្ចឹងការគិតវាខុសគ្នាអញ្ចឹងបើយើងគិតថាមានកំណត់មួយដែលយើងគិតថាវាល្អសម្រាប់យើងចង់ធ្វើវាយើងធ្វើទៅកុំខកពីអ្នកដទៃ Yeah that's what I want to say បើសិនជាមានតែមួយ clear Okay yeah thank you so much Singho for coming to the podcast Yeah thank you ដូចគ្នាបង thank you for this opportunity ហើយមក yeah ស្អាតសុយល់ខ្ញុំនិយាយទៅ thank you និយាយទៅគិតអូបាយធ្វើហើយផុសលឿនខ្ញុំចង់មើលដែរបងទៅកាត់ highlight អីច្រើនទៀត Okay បង Okay thank you so much Thank you បង Thank you everyone for watching see you next time in the next episode Bye bye